អូខេវត្តឡំមកជួបគ្នាសារជាថ្មីនៅក្នុងការសិក្សាទៅលើការ design ប្រភេទផ្ទះដោយសារតែមានការស្នើសុំពីបងនៅក្នុង channel YouTube អញ្ចឹងសង្ឃឹមថានេះជាមេរៀនមួយសម្រាប់ចែករំលែកក៏ដូចជាបំបែកនៅគំនិតដែលយើងធ្វើការ design ទៅឲ្យវាមើលទៅកាន់តែស្អាតហើយនឹងទាក់ទាញអូខេតោះកុំឲ្យខាត់ពេលយូរយើងធ្វើការចូលឬក៏បើកនៅកម្មវិធី Adobe Photoshop មកឥឡូវខ្ញុំមាននៅផ្ទាំងកិច្ចការងារនេះមួយហើយខ្ញុំធ្វើការចុច new file នេះអូខេចំពោះទំហំ size បងប្អូនអាច research មើលនៅក្នុង Google បន្ថែមទៀតបានវាអាចមានជាខ្នាតការ៉េខ្នាតវែងខ្នាតដេកទៅតាមជាក់ស្ដែងដែលបងប្អូនចង់បានឥឡូវខ្ញុំសូមយកខ្នាតរាងទំនោរវែងអូខេខ្ញុំយកពី20អូខេ2020ហើយអានេះខ្ញុំសូមយកពី7អូខេ2007ហើយខ្ញុំសូមយកឈរហើយតើតងទៅនឹង resolution បងប្អូនដាក់ត្រឹម100 150គឺវាល្មមហើយកុំឲ្យតឹងម៉ាស៊ីនកុំព្យូទ័រយើងពេកអូខេបន្ទាប់ពីបានប៉ុណ្ណឹងយើងធ្វើការចុច create នេះមកអូខេឃើញទេយើងបាននៅផ្ទៃកិច្ចការងារនេះមួយសម្រាប់ធ្វើការ design ផងដែរអញ្ចឹងបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចូលទៅបើកនៅក្នុង file របស់ខ្ញុំដោយមាននៅរូបភាពដោយបងប្អូនអាចធ្វើការចូលបានធ្វើការចូលអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំធ្វើការទាញយកពីអ៊ីនធឺណិតហើយធ្វើការតេតងទៅនឹងប្រើ AI មួយចំនួនដើម្បីឲ្យរូបនេះវាកាន់តែច្បាស់បន្ថែមទៀតឥឡូវយើងធ្វើការទាញរូបហ្នឹងមកខ្ញុំធ្វើការ select ទាំងអស់ហ្នឹងហើយយើងធ្វើការ open ទៅលើរូបភាពហ្នឹងអញ្ចឹងនៅក្នុងរូបភាពនេះគឺវាមានជាលក្ខណៈ living room បានន័យថាបន្ទប់ទទួលភ្ញៀវហើយនឹងរូបភាពមួយចំនួនទៀតដូចជាផ្ទះបាយហើយនឹងរូបផ្ទះអញ្ចឹងនៅក្នុងការ design គឺប្រភេទផ្ទះបែបនេះគឺយើង select ទៅតាម object ក៏ដូចជាប្រភេទ villa ប្រភេទ condo អីដែលមានជាលក្ខណៈបន្ទប់ឥឡូវខ្ញុំមាន background នេះមួយខ្ញុំធ្វើការចាប់យកមកដាក់នៅផ្ទៃខាងក្រោយមួយនេះអញ្ចឹងខ្ញុំរៀបសិនជាដំបូងខ្ញុំចង់បងប្អូនរៀបនៅផ្ទៃកិច្ចការងារនេះសិនដើម្បីងាយស្រួលក្នុងការ design ផងដែរបន្តមកទៀតខ្ញុំធ្វើការទៅយករូបផ្ទះដើម្បីបន្ថែម object នេះនៅពីលើយកយោបល់ល្អបងប្អូនរៀបវាហើយស្មើអូខេខ្ញុំរត់ផ្ទះសិននេះចឹងធ្វើការចាប់បញ្ចប់មកអូខេយើងទាញវាយកមកដាក់នៅលើ background របស់យើងដើម្បីយើងធ្វើការ design អូខេអញ្ចឹងកន្លែងនេះបងប្អូនធ្វើការ convert វាទៅជា smart object មកព្រោះដោយសារតែជាធម្មតារូបបើសិនបងប្អូនអត់ convert វាទៅជា smart object ទេវាខូចរូបភាពអូខេឈួតទៅលើរូបហើយយើងចុច mouse ស្ដាំមកហើយយើងរកពាក្យថា convert to smart objectអូខេបន្ទាប់ពីយើងធ្វើការចុចវាហើយយើងធ្វើការ scale វាមកយើងរៀបវាហើយសិនអូខេស្រីវាមកល្មមស្អាតតាមជាក់ស្ដែងនៃរូបភាពរបស់បងប្អូនដែលមានតកតងទៅនឹងបុរីតកតងទៅនឹង villa ឬក៏អីចឹងទៅអូខេបន្ទាប់មកខ្ញុំទុក space បន្តិចដើម្បីរៀបហើយខ្ញុំចង់បានរូបបន្ថែមមួយទៀតតកតងទៅនឹងផ្លូវឬក៏ស្មៅនៅខាងក្រោមព្រោះដោយសារតែវាមើលទៅខាងមុខផ្ទះហ្នឹងវាមានជាប្រភេទខ្នល់អីចឹងណាចឹងវាដាច់វាមើលអត់ស្អាតចឹងដើម្បីបានវាបងប្អូនអាចធ្វើការចូលទៅទាញបាននៅលើអ៊ីនធឺណិតបន្ថែមទៀតព្រោះសារតែរូបនេះខ្ញុំអត់បានដាក់ចែកជូនគ្នាយើងទេព្រោះខ្ញុំគិតថាវាសម្បូរដែរនៅលើអ៊ីនធឺណិតហ្នឹងចឹងបន្តមកទៀតបងប្អូនធ្វើការទៅរករូបមកហើយខ្ញុំមានរូបមួយស្លឹកដើម្បីធ្វើការដាក់កន្លែងផ្លូវហ្នឹងអូខេឥឡូវយើងធ្វើការលុបកន្លែងនេះតិចសិនយក gradient យកកន្លែងហ្នឹងមកអូខេមួយទី2ក៏បានទី1ក៏បានដែរហើយយើងលុបអូខេអញ្ចឹងយើងលុបពីក្រោមមកវិញអូខេដើម្បីយើងឆូតវាដាក់វាមកល្មមមើលឃើញស្អាតណាកុំដាក់ខ្លាំងពេកឬក៏វាបាត់នៅ object ខ្លាំងពេកបានថាបាត់នៅអ្វីដែលយើងចង់រំលេចវាខ្លាំងពេកចឹងទៅអូខេស្រែមកល្មមស្អាតមកប្រហែលជាអូខេប្រហែលជាប៉ុណ្ណេះអានឹងស៊ីសងទៅលើការច្នៃប្រឌិតរបស់បងប្អូនទេបន្ទាប់ពីសេរីបានប៉ុណ្ណេះហើយខ្ញុំសូមបន្ថែមឡើងលើបន្តិចបើបងប្អូនចង់ឲ្យវាឃើញទីក្រុងក៏ទាញឡើងលើទៅតែបើសិនជាអត់ចង់ឲ្យវាឃើញទេយើងតម្លាក់វាខិតមកក្រោមឬក៏ឃើញតិចតិចអីចឹងទៅអូខេខ្ញុំគិតថាប្រហែលជាប៉ុណ្ណេះវាល្មមមើលទៅដូចថាផ្ទះយើងវានៅចិត្តក្រុងអីចឹងទៅអូខេអញ្ចឹងដូចនេះអញ្ចឹងខាងក្រោមនេះវាវាលពេកហើយវាមានខ្នល់មានអីចឹងទៅអញ្ចឹងខ្ញុំចង់បន្ថែមរូបបងប្អូនចូល file ហើយយើង open ទៅលើរូបដែលយើងបានធ្វើការទាញមកអូខេបងប្អូនអាចធ្វើការទាញបានលើអ៊ីនធឺណិតសម្បូរអូខេអញ្ចឹងយើងចាប់វាជាប់មកយកតម្លាក់ទៅលើផ្ទៃការងាររបស់យើងអូខេអញ្ចឹងតើតើទៅនឹងរូបភាពកន្លែងនេះក៏ដូចគ្នាបងប្អូនសេរីវាមើលទៅមកសមមកស្អាតអីចឹងទៅហើយមួយទៀតខ្ញុំចង់ដូរពណ៌ដោយសារតែស្មៅហ្នឹងមើលទៅអាកន្លែងសួនវាហ្នឹងវាខ្ចីពេកត្រូវអត់អញ្ចឹងបងប្អូនចាំសេរីពណ៌តាមខ្ញុំមកមកស្ដាំ convert to smart object អូខេសេរីវាមកល្មមស្អាតទៅលើផ្លូវទៅលើស្មៅកុំឲ្យវាដាច់កុំឲ្យវាមើលទៅវាលេងស្អាត
ចឹងកន្លែងនេះខ្ញុំចង់ដូរពណ៌វាបន្តិចឲ្យវាស៊ីជាមួយនឹងស្មៅឬក៏ដើមឈើយើងឃើញឈើនោះវាពណ៌លក្ខណៈដូចដើមវារាងប្រោនណាអូខេចឹងខ្ញុំចង់ឲ្យវាទៅអញ្ចឹងដែរចឹងបងប្អូនអាចធ្វើការដូរបានគ្រាន់តែឈរទៅលើ layer ហ្នឹងហើយយើងចូលនៅ image ហើយយកពាក្យថា adjustment ហើយកន្លែងហ្នឹងមកអូខេចុចវាមកអូខេចឹងកន្លែងនេះបងប្អូនចាប់ផ្ដើមសេរី color វាមកឲ្យវាប្រហាក់ផែស្តៀងឬក៏អូខេអាចសេរីអាចមើលបានអត់ជាបញ្ហាទេអូខេនេះពណ៌យ៉ាង brown ចឹងយើងសេរីវាមកនេះឃើញទេចឹងពណ៌វាប្រហាក់ផែគ្នាវា blend គ្នាអញ្ចឹងបន្តមកទៀតយើងអាចធ្វើការមើលតម្លៃលេខបើអូខេយើងចុចវាមកបន្តពីបានប៉ុណ្ណេះហើយចុងក្រោយគឺយើងធ្វើការដាក់នៅតើថាផ្ទះហ្នឹងនៅក្នុងផ្ទះវាមានអីខ្លះអញ្ចឹងខ្ញុំមានដូចជាបន្ទប់ទទួលភ្ញៀវមាននៅសួន garden លក្ខណៈថាសញ្ញាពីមុខផ្ទះជាស្រេចអញ្ចឹងបងប្អូនអាចឆ្នៃបានឥឡូវយើងធ្វើការយកនៅ rectangle សិនមកដើម្បីយើងធ្វើការគូវាអូខេដាក់ជាលក្ខណៈ line យើងចង់ប្រាប់ថាផ្ទះយើងមានអីខ្លះអូខេចានេះខ្ញុំពុតឲ្យវាកោងតិច color បងប្អូនដូរឲ្យហើយមកអូខេស្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅអត់ជាបញ្ហាទេបាច់ follow តាមខ្ញុំក៏បានដែរអញ្ចឹងបន្តពីបានប៉ុណ្ណេះខ្ញុំបន្ថែមនៅ rectangle ពីលើវាមកតង់ទៀតយើង copy វាក៏បានដែរហើយយើងដាក់វាមកល្មមទៅយើងរុញទៅខាងលើដាក់ជាលក្ខណៈទ្រង់ទ្រាយការ៉េឬក៏ឆ្នៃបែបណាក៏បានដែរអាស្រ័យទៅលើភាព creative របស់បងប្អូនហើយចំពោះ color ដូចបានបញ្ជាក់ស្រឡាញ់ពណ៌អីឬក៏យើង follow ទៅតាមប្រភេទ logo ប្រភេទក្រុមហ៊ុនអីយើងដាក់តាមមកហើយនេះខ្ញុំរុញវាចូលបន្តិចទៅដើម្បីឲ្យវាមើលទៅយើងលក្ខណៈ style របស់យើងបន្ថែមអូខេហើយត្រង់ចំណុចនេះគឺយើងសេរីឬក៏ពណ៌វាប្រហាក់ផែទៅនឹង background ក៏បានដែរបន្តមកទៀតបងប្អូនធ្វើការបន្ថយនៅ opacity ឲ្យវាមើលទៅវាធ្លុះដល់ background ខាងក្រោយហ្នឹងហើយជំហានបន្តមកទៀតយើងអាចធ្វើការខ្ញុំចង់តម្លាក់ feel វាតិចទៀតឲ្យវាមើលទៅវាកាន់តែទាក់ទាញបន្ថែមអូខេ convert វាទៅជា smart object សិនមកហើយខាងលើហ្នឹងយើងធ្វើការទាញរូបវាមកដាក់តែខាងក្រោមយើងធ្វើឲ្យវាជាលក្ខណៈ line មួយយើង creative វាអូខេអញ្ចឹងពីនេះខ្ញុំដាក់វាពជាបន្តិចអូខេហើយខ្ញុំដាក់មានចំនួន4អញ្ចឹងទៅតាមប្រភេទនៃវិឡាអញ្ចឹងទៅនៅក្នុងវាមានអីខ្លះដែលយើងលក់ហើយត្រង់ចំណុចនេះបងប្អូនអាចមើលបានមួយអញ្ចឹងកន្លែងនេះខ្ញុំសូមបន្ថយ feel បន្តិចអូខេហើយខ្ញុំចូលនៅក្នុង effect ដើម្បីឲ្យវាមាននៅ glow លក្ខណៈថាពលឺផ្លាតបដិញតិចតិចឲ្យវាមើលទៅវាស្អាតអញ្ចឹងទៅអូខេចុចកន្លែងហ្នឹងមកឃើញទេចំពោះ color បងប្អូនឆ្លាញ់ពណ៌ឲ្យដាក់ពណ៌ហ្នឹងមកឧទាហរណ៍ឥឡូវខ្ញុំយកពណ៌ផ្ទៃមេឃនេះឲ្យវាមើលទៅវាស៊ីគ្នាជាមួយនឹង background ហ្នឹងឯងហើយអានេះ size ទំហំឬក៏នេះអីបងប្អូន scale ឬក៏មើលតាមតម្លៃលេខដែលខ្ញុំបានសេរីហ្នឹងមកអត់ជាបញ្ហាទេទៅលើភាពជាក់ស្ដែងដែលបងប្អូនចង់ដាក់បើសិនជាអូខេហើយយើងអាចធ្វើការចុចវាមកអូខេប៉ុណ្ណឹងបន្តមកទៀតខ្ញុំចង់ add រូបអូខេកន្លែងនេះរូបភាពអីចឹងបងប្អូនអាចធ្វើការចូលទៅមើលទាញយករូបមកឥឡូវខ្ញុំមើលសិនមិនមួយនេះទេអូខេខ្ញុំចង់យកមួយនេះទៅមុនអញ្ចឹងនេះជាបន្ទប់គេងអញ្ចឹងទៅយើងដាក់វាមកហើយយើង convert វាទៅជា smart object សិនបន្តមកទៀតយើងធ្វើការមកស្ដាំដដែលយើង clip ពីមកវាម្ដងអូខេចុចវាមកប៉ុណ្ណឹងហើយយើងធ្វើការរុញរូបនឹងចូលមកដាក់វាមកពេញសុំហ្នឹងបានហើយកុំដាក់ហៀព្រោះសារវាដាច់នៅ object ដែលយើងចង់បង្ហាញថាផ្ទះហ្នឹងវាមានអីខ្លះអូខេបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំធ្វើការ copy វាបានចំនួន4អញ្ចឹងបងប្អូនធ្វើការ copy ឬក៏ select វាសិនមកឬក៏គ្រប់វាក៏បានដែរអូខេដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រងក៏ដូចជាdesign ដាក់រូបភាពផ្សេងៗទៅតាមអ្វីដែលបងប្អូនចង់បានអូខេ select វាទាំងអស់ហ្នឹងហើយដាក់នៅគ្រប់នេះឬក៏ control G ក៏បានដែរគ្រប់ហ្នឹងអូខេបាន folder នឹងមួយឃើញអត់ចឹងយើងធ្វើការចុច control J មកដើម្បីយើងផាសវាបាន2ហើយយើងរៀបវាមកចង់បានបែបណាបងប្អូនរៀបវាឃើញខ្ញុំដាក់រៀងបច្ឆាឡើងលើអញ្ចឹងអានេះគ្រាន់តែភាពឆ្នៃប្រឌិតបន្ថែមខ្ញុំសូមដូររូបភាពអូខេយើងទៅមើលរូបភាពយើងបន្ថែមមិញយើងយកនៅបន្ទប់គេងហើយឥឡូវយើងយកសួនអញ្ចឹងកន្លែងនេះខ្ញុំ speed ឲ្យវាលឿនដោយសារតែខ្ញុំអត់ចង់ឲ្យវាយូរទេងាយស្រួលដល់បងប្អូនអានេះយើងគ្រាន់តែ copy វាទៅហើយយើងធ្វើការដូររូបឃើញទេដដែលទេអញ្ចឹងជាវាងយូរបងប្អូនអាចមើលបានមួយទៅលើការ design ហើយនឹងបន្ទប់ទួភ្ញៀវមានអីចឹងទៅហើយខាងក្រោមអាកន្លែង line អាកន្លែងពណ៌ខៀវនោះបងប្អូនដាក់ទៅតាមឈ្មោះទៅតាមជាក់ស្ដែងដែលបងប្អូនមានឧទាហរណ៍ឥឡូវខ្ញុំដាក់តម្លៃតែ 5000 ផ្ទះនេះបើ 5000 ប្រហែលជាមាន100ផ្ទះក៏អត់ដែរអូខេបន្តមកទៀត
កន្លែងនេះខ្ញុំមាន teacher មាននៅនេះស្រាប់ចង់បងប្អូនអាចធ្វើការស្វែងរកបានហើយបើសិនត្រូវការអាចតាក់ទង admin បាននៅក្នុងក្រុម Telegram បងប្អូនអាច chat ឬក៏ join នៅក្នុង channel ហ្នឹងទៅព្រោះសារតែនៅក្នុង channel គឺខ្ញុំចែកម្លែកច្រើននៅក្នុងហ្នឹងអូខេអញ្ចឹង color ខ្ញុំសេរីវាមានច្រើនអញ្ចឹងខ្ញុំគិតថាមួយហ្នឹងហើយយើង control T មកចុច control ជាប់យើងរុញឲ្យវាផ្ដេកអូខេឲ្យវាបិឆាអញ្ចឹងមកហើយយើងសេរីវាដាក់ទីតាំងណាមួយឲ្យវាសមល្មមតាមជាក់ស្ដែងដែលយើងចង់បានវាអត់ជាបញ្ហាទេកន្លែងហ្នឹងអូខេឥឡូវយើងបាន text ប៉ុណ្ណឹងហើយខ្ញុំសូមចង់បន្ថែមតិចទៀតអញ្ចឹងទៅឬក៏រុញវាទៅខាងលើដោយសារតែវារៀងមកក្រោមពេកអញ្ចឹងខ្ញុំចង់ឲ្យវាទៅលើតិចទៅព្រោះខាងលើវាទលាយអញ្ចឹងណាតែបងប្អូនកុំភ្លេចទុក space សម្រាប់ដាក់ logo បន្ថែមទៀតជាទូទៅវាតែងតែមាន logo អញ្ចឹងទុកវាកែងខាងណាកុំឲ្យវាគៀកទៅលើពេកឬក៏កុំឲ្យវាខាងក្រោមពេកវាមកល្មមមើលជាក់ស្ដែងមើលទៅស្អាត clean អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំធ្វើការ select វាហើយខ្ញុំធ្វើការរុញវាទៅលើបន្ថែមតិចទៀតចូលទៅលើ move tool select នេះមួយទៀតសិនអូខេតោះយើងរុញវាមកនេះអញ្ចឹងតើតើទៅនឹងលុយឬក៏មានត្រឹមអីហ្នឹងគឺខ្ញុំរុញវាទៅដូចគ្នាឲ្យវាទៅគៀក object យើងតិចទៅទុក space ខាងក្រោមយើងបន្ថែមបន្តិចតួចកុំឲ្យវាទលាយឬក៏វាមើលទៅវាអត់សូវជាពេញលេញនៃការលក់ផ្ទះឬក៏ caption ដែលយើងចង់បានអញ្ចឹងទៅឥឡូវខ្ញុំមាន caption បន្ថែមទៀតអូខេខ្ញុំសូម select វាសិនប្រហែលជាប៉ុណ្នេះអាចខ្លាយជាម្ចាស់ផ្ទះអញ្ចឹងទៅអាហ្នឹងស៊ីសនទៅលើការដាក់របស់យើងទេដើម្បីទាក់ទាញនៅលក្ខណៈជា promotion ឬក៏ការលក់ផ្ទះយើងនេះជាដើមហើយចំពោះខាងក្រោមនេះខ្ញុំចេះតែដាក់ទេបងប្អូនទីតាំងណាដាក់នឹងទៅហើយលេខទូរស័ព្ទមួយទៀតយើងថាប្រឹក្សាយោបល់ឥតគិតថ្លៃអីចេះដាក់ទៅកន្លែងហ្នឹងសំខាន់ភាពច្នៃប្រឌិតរបស់យើងទេហើយខ្ញុំដាក់ line បន្តខាងក្រោមនេះពណ៌ក្រហមបន្ទាប់ពីយើងមើលឃើញថាវាមកល្មមហើយអានេះខ្ញុំសូមដាក់ blur វាបន្តិចកុំឲ្យវាមើលទៅវាស្រៀងខាងមុខពេកអញ្ចឹងណាអូខេហើយយើង click OK មកប្រហែលជាប៉ុណ្ណឹងអញ្ចឹង space ខាងលើដូចខ្ញុំបញ្ជាក់អញ្ចឹងបើវាទលាយបងប្អូនដាក់ logo វាចូលមកហើយចំពោះមេរៀនយើងអត់មានអីពិបាកទេងាយស្រួលដែរក្នុងការធ្វើជាការសំណូមពររបស់បងនៅក្នុង channel YouTube សង្ឃឹមថាគាត់ទទួលបាននៅចំណេះដឹងបន្ថែមឬក៏ការច្នៃប្រឌិតទៅលើការ design ប្រភេទបរិយាប្រភេទ condo ប្រភេទអីផ្សេងៗទៀតអរគុណសម្រាប់ការទស្សនាវីដេអូរបស់បងប្អូនហើយបើសិនជាចង់បានវីដេអូប្រភេទណាទៀតអាចធ្វើការ comment ខាងក្រោមហើយបើអត់ទាន់បាន subscribe ទេកុំភ្លេច like comment និង subscribe ផងព្រោះដោយសារតែនេះជាការចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាអរគុណជួបគ្នានៅក្នុងវីដេអូបន្តទៀតបាយបាយ